Hay môi tiết cứ dừng miền chi NPK bao nhiêu và chi tức và chi tức NPK 5 lít mà đồng dừng ní vì miền Hà Lúa hay môi tiết miền Sư Chi buồn hà và mùi mà công rất bao chi từng pi ní quân sbat bao chi từng pi ní đôi kia và đôi kia Sư Hà Lúa có quân sbat chân Sư Chi có quân sbat chân hay quân sbat chân vì ra mấy vìในครั้งนี้มีเลข NPK 30 TE បាទ30 TE បាទនេះថាចំណុចជំរុញការលូតលាស់ខ្លាំងបាទយើងដាក់ដល់ទៅ30ហើយវាខ្លាំង30 20កាលខ្ញុំធ្វើមុនធ្វើជីទឹកមកពីប្រទេសចោលនោះអាហ្នឹងគឺ33ហើយដាក់ទៅគឺដឹងទ្រុលហ្មងលាស់ទ្រុលបាទតែឥឡូវនេះយើងឡើងលេខ NPK 30 TE អានេះក៏មាន30 TE ដែរតែគ្រាន់តែយើងអត់ដាក់លេខនៅក្នុងហ្នឹងទេបាទអត់ដាក់លេខនៅក្នុងហ្នឹងទេយើងដកលេខចេញហើយទី1ជំរុញការលូតលាស់របស់ស្រូវឲ្យស្រូវលូតវគ្គលូតលាស់របស់វាហ្នឹងពីវគ្គសំណាបទៅវគ្គលូតលាស់ហ្នឹងគឺស្រូវនឹងស្ទុះល្អបាទស្ទុះល្អហើយគុណសម្បត្តិនិងចំណុចពិសេសខ្លាំងរបស់ជីទាំងពីរនេះគឺយើងឃើញលេខអាសូតដល់ទៅ30មែនប៉ុន្តែនៅក្នុងនេះជាបច្ចេកទេសរបស់យើងធ្វើពិសេសសម្ងាត់ដែលអាចឲ្យកសិករយកទៅប្រើទាំងស្រូវឈឺក៏ប្រើបានតែបើជីដតីពីមុនឬក៏ឥឡូវនឹងមានយើងយកដឹងទេព្រោះជីរបស់គេអាសូតខ្ពស់ដល់30ប៉ុណ្ណេះមិនអនុញ្ញាតឲ្យប្រើពេលស្រូវមានជំងឺទេបាទពេលស្រូវមានជំងឺគឺអត់ឲ្យប្រើទេបាទព្រោះកាលណាដំណាំដែលមានជំងឺហើយប្រើអាសូតខ្ពស់វាទៅជារលាកវាទៅជាឆេះបន្ថែមទៀតបាទហើយខ្ញុំនិយាយវីដេអូពេលខ្លះអត្ថាធិប្បាយមិនបានគ្រប់គ្រាន់ទេបងប្អូនសមាជិកចែកចាយអាចយកទៅមើលបន្ថែមពីអត្ថប្រយោជន៍របស់វានៅខាងក្រោយខ្នងនេះបាទនៅខាងក្រោយខ្នងហ្នឹងគឺមានទាំងអស់ណាហើយចំណុចខ្លាំងរបស់ផលិតផលរបស់នុនធីតានគរកសិកម្មគឺសំដៅទៅលើការកែប្រែដីទប់ទល់នឹងអាកាសធាតុបាទកែប្រែដីទប់ទល់អាកាសធាតុនឹងតែម្ដងអញ្ចឹងជីយើងទាំងពីរនេះមហាលាស់ហើយនឹងស៊ូជី456នេះវាខុសគ្នាត្រង់ថាអានេះធូរថ្លៃបាទមហាលាស់ធូរថ្លៃមកបដងដូចជាតែ4ទៅ10ម៉ឺនទេនេះតែបើស៊ូជីអានឹងថ្លៃបាទព្រោះវាខ្លាំងជាងតម្លៃវាដល់ទៅ20ម៉ឺនមួយបដង5លីត្របាទហើយប្រើបានរហូតទៅ15ហាត់នោះបើសិនជាកសិករលោកចង់លោកមិនសូវជានេះមិនសូវជាបកកែលេងស្រែចម្ការគាត់បាញ់ដំបូងមកតាមគេតាមឯងហ្នឹងប្រើរហូតដល់ទៅ5ទៅ10ហាត់ឬក៏អ្នកខ្លះគាត់បត់ប្រសោតកន្លងមកគាត់លេងដល់ទៅ20ហាត់ក៏មានដែរបាទនេះជំរុញការវគ្គលូតលាស់បៃគុំបៃកូនហើយខៀវបានយូរនេះទឹកនឹងបាទជំនួយព្រោះកសិករលោកតែប្រើហើយមិនមែនប្រើត្រឹមតែជីម្សៅយើងទេលោកតែងតែយកជីបំពន់ទៅរំញោចទៅទាញវគ្គលូតលាស់នឹងឲ្យខ្លាំងឲ្យកាន់តែខ្លាំងធម្មតារុក្ខជាតិក៏ដូចជាមនុស្សដែរប្រសិនបើកាលវគ្គលូតលាស់វគ្គសំណាបនៅកុមារនៅតូចបែបហ្នឹងលូតលាស់បានល្អធំធាត់បានល្អអញ្ចឹងនៅពេលដែលទៅមុខវានឹងឲ្យផលមកខ្លាំងបើសិនជាវគ្គលូតលាស់មិនបានល្អទេការផ្ដល់ផលទិន្នផលរបស់វាក៏តិចដែរបាទ